កថាភាគទី2ជននៅក្រោមអាណាព្យាបាលទូទៅមាត្រា24ការប្រកាសការចាប់ផ្ដើមអាណាព្យាបាលទូទៅ1ចំពោះជនដែលស្ថិតនៅក្នុងស្ថានភាពជានិរន្តរ៍ដែលខ្វះសមត្ថភាពក្នុងការយល់ដឹងនិងវិនិច្ឆ័យអំពីលទ្ធផលតាមផ្លូវច្បាប់នៃសកម្មភាពរបស់ខ្លួនដោយសារមានវិបត្តិផ្នែកស្មារតីតុលាការអាចប្រកាសការចាប់ផ្ដើមអាណាព្យាបាលទូទៅបានតាមពាក្យសុំរបស់សមីខ្លួនសហព័ន្ធញាតិដែលស្ថិតនៅក្នុង4ឋានៈអ្នកអាណាព្យាបាលសម្រាប់អនិច្ចជនអ្នកត្រួតពិនិត្យអ្នកអាណាព្យាបាលសម្រាប់អនិច្ចជនហេតុបឋមកៈមេឃុំឬចៅសង្កាត់នៃលំនៅឋានរបស់ជននោះឬតំណាងឯកការប៉ុន្តែបញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយចំពោះករណីដែលសមីខ្លួនមិនទាន់ដល់អាយុ15ឆ្នាំនៅពេលដែលមានពាក្យសុំ2ក្នុងករណីធ្វើការប្រកាសដែលបានកំណត់នៅក្នុងកថាខណ្ឌទី1ខាងលើនេះបើសមីខ្លួនជាជននៅក្រោមហេតុបឋមតុលាការត្រូវលុបចោលការប្រកាសការចាប់ផ្ដើមហេតុបឋមចំពោះជននោះ